តោះមកមើលវីដេអូរបៀបទិញសំបុត្រឡានក្រុងនៅពលានទី2ទាំងអស់គ្នាអញ្ចឹងកន្លែងនេះបងប្អូនចុចកន្លែងពាក្យហ៊ានចង់ផលក្បន់បន្តមកទៀតរកទីតាំងដែលបងប្អូនចង់ទៅអញ្ចឹងបងប្អូនចុចអាចរើសនៅគ្នានេះក៏បានចុចកន្លែងខាងលើនេះបំពេញទីតាំងដែលយើងចង់ទៅក៏បានដែរអញ្ចឹងខាងខ្ញុំចង់ដាក់ទៅខនណាគូឆុងចាអញ្ចឹងខ្ញុំទៅសេមកអូខេបន្តមកទៀតនៅវាលោតចេញមកអញ្ចឹងខ្ញុំយកខនណាគូឆុងចាអញ្ចឹងខ្ញុំរើសកន្លែងហ្នឹងហើយបន្តមកទៀតវាឲ្យយើងរើសម៉ោងអញ្ចឹងម៉ោងខាងលើគេហ្នឹងគឺជាម៉ោងដែលយើងដែលលឿនជាងគេអញ្ចឹងម៉ោង2:25 នាទីពេលល្ងាចចាខ្ញុំរើសយកកន្លែងហ្នឹងទៅបន្តមកទៀតកន្លែងនេះគេឲ្យយើងរើសចំនួនមនុស្សឬនឹងថាមនុស្សធំខាងក្រោមហ្នឹងក្មេងតូចឬក៏ក្មេងអាយុតាមតែគេកំណត់អញ្ចឹងណាចាអញ្ចឹងខ្ញុំរើសយកមនុស្សធំចំនួន1នាក់16000 វ៉ុនហ្នឹងទៅបន្តមកទៀតគេឲ្យយើងដាក់កាតចូលចាអញ្ចឹងកាតធនាគារគេមានកន្លែងយើងដាក់នៅខាងក្រោមចាយកកាតចូលអញ្ចឹងទៅបន្តមកចុចផាក់គីននៅកន្លែងបតុងផាក់គីនខាងលើអេក្រង់ហ្នឹងហើយវានឹងលោតចេញសំបុត្រឡានក្រុងឲ្យយើងហ្នឹងចាអញ្ចឹងពេលដែលយើងបានសំបុត្រឡានក្រុងមកបងប្អូនត្រូវដើរទៅរកកន្លែងច្រកឡើងឡានក្រុងហើយយើងមើលម៉ោងចាអញ្ចឹងនេះគឺសំបុត្រឡានក្រុងណាចាអញ្ចឹងឥឡូវមកមើលលើសំបុត្រឡានក្រុងយើងគេមានម៉ោងចេញដំណើរលេខកៅអីហើយបន្តមកទៀតគៀននោះគឺសឹងឆាហូបនៃឋានទីតាំងដែលយើងត្រូវឡើងឡានក្រុងអញ្ចឹងបងប្អូនមើលកន្លែងពាក្យសុនឆាក់ស៊ូនៅកន្លែងពាក្យឆាសក់នៅសុនឆាក់ស៊ូមានន័យថាបងប្អូនជិះកៅអីណាក៏បានដែរអ្នកមកមុនអង្គុយមុនអញ្ចឹងទៅចាអញ្ចឹងកន្លែងនេះគឺពេលដែលយើងបានសំបុត្រហើយយើងត្រូវដើររកកន្លែងច្រកឡើងឡានក្រុងអញ្ចឹងគេមានលេខច្រកពីលេខ1ដល់លេខ10ពី11ដល់35និងពី36ឡើងទៅអញ្ចឹងយើងមិញហ្នឹងគឺលេខច្រកឡើងឡានក្រុងវិញគឺលេខ24យើងទៅក្នុងកន្លែងតំបន់សូលអញ្ចឹងយើងដើរទៅត្រង់តាមសញ្ញាព្រួយមកគេណាចាចាអញ្ចឹងនេះច្រកចេញទៅជិះឡានក្រុងអញ្ចឹងអូខេអញ្ចឹងយើងចេញតាមទ្វារហ្នឹងមកអញ្ចឹងដល់ពេលដែលយើងចេញទៅខាងក្រៅហ្នឹងគឺមានឡានក្រុងច្រើនអញ្ចឹងយើងមើលទៅតាមលេខដែលយើងត្រូវឡើងហ្នឹងគឺយើងត្រូវឡើងនៅច្រកលេខ24ហើយបងប្អូនមើលនៅលើស្លឹកសម្បុត្រឡានក្រុងរបស់យើងហ្នឹងគេមានដាក់បញ្ជាក់លេខឡានក្រុងរបស់យើងដែរអញ្ចឹងឡានក្រុងរបស់យើងនៅលើចុងស្លឹកហ្នឹងយើងមើលនៅអាកន្លែងចិត្តទីតាំងដែលយើងត្រូវទៅហ្នឹងគេមានដាក់បញ្ជាក់លេខឡានក្រុងហើយអញ្ចឹងចាំមើលយើងមើលលើសម្បុត្រម្ដងទៀតអញ្ចឹងនៅលើសម្បុត្ររបស់យើងនោះគេដាក់6គុត03ខ្វាន់ណាគូឆុងហ្នឹងហើយអញ្ចឹងនេះលេខឡានក្រុងរបស់យើងអញ្ចឹងពេលយើងឡើងទៅហើយខាងអ្នកបើកបរគាត់នឹងសុំពិនិត្យមើលសម្បុត្រឡានក្រុងរបស់យើងហើយនេះយើងហុចសម្បុត្រហ្នឹងឲ្យគាត់ទៅតមកទៀតដោយសារសម្បុត្រយើងអត់មានលេខកៅអីអញ្ចឹងយើងអង្គុយនៅណាក៏បានដែរចាអញ្ចឹងយើងអង្គុយកន្លែងណាក៏បានអត់បញ្ហាទេដោយសារនៅលើសម្បុត្រហ្នឹងគេដាក់សុនឆាក់ស៊ុនមកមុនអង្គុយមុនអូខេអញ្ចឹងឥឡូវយើងចេញតាជិះទៅផ្ទះបានដោយរីករាយអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះជម្រាបលា